ហេតុអ្វីបានជាមនុស្សលោកទទួលយកសាសនាអ៊ីស្លាម8ចំណុចតទៅនេះនឹងបញ្ជាក់អំពីសម្រស់និងគុណតម្លៃរបស់សាសនាអ៊ីស្លាម1ទំនាក់ទំនងជិតស្និទ្ធជាមួយព្រះជាម្ចាស់អ៊ីស្លាមបង្រៀនថាព្រះគឺជាប្រភពនៃសេចក្តីសុខផ្លូវចិត្តប្រសិនបើអ្នកពង្រឹងទំនាក់ទំនងជាមួយទ្រង់និងធ្វើតាមការណែនាំរបស់ទ្រង់នោះអ្នកនឹងទទួលបានក្តីសុខផ្លូវចិត្តប៉ុន្តែបើអ្នកស្វែងរកក្តីសុខនិងមធ្យោបាយផ្សេងដោយដើរតាមចំណង់តណ្ហារបស់ខ្លួនឯងឬក៏សម្ភារៈនិយមនោះអ្នកនឹងគ្មានថ្ងៃស្កប់ស្កល់ឡើយម្យ៉ាងវិញទៀតទំនាក់ទំនងជិតស្និទ្ធនឹងព្រះជាម្ចាស់អាចទទួលបានតាមរយៈការថ្វាយបង្គំទៅកាន់ទ្រង់ដោយផ្ទាល់ដែលគ្មានជននៅកណ្ដាលឡើយអល់ឡោះមានបន្ទូលថាបណ្ដាអ្នកមានជំនឿដែលបានរំលឹកទៅកាន់អល់ឡោះនឹងធ្វើឲ្យចិត្តរបស់ពួកគេនឹងណូ2ការគិតវិជ្ជមានចំពោះជីវិតអ៊ីស្លាមបង្រៀនថារាល់រឿងល្អនិងអាក្រក់ដែលបានកើតឡើងនៅក្នុងជីវិតសុទ្ធតែជាការសាកល្បងពីអល់ឡោះជាម្ចាស់វាជំរុញឲ្យយើងយល់អត្ថន័យនិងគោលបំណងនៃហេតុការណ៍នីមួយៗដែលកើតឡើងនៅក្នុងជីវិតដើម្បីឲ្យយើងដឹងគុណអល់ឡោះនិងគោរពទ្រង់ទោះបីជាគេមិនអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងដែលកើតឡើងនៅក្នុងជីវិតតែគេអាចគ្រប់គ្រងរបៀបដែលឆ្លើយតបទៅនឹងបញ្ហាដោយការអត់ធ្មត់ពេលជួបទុក្ខលំបាកនិងដឹងគុណចំពោះពរជ័យដែលព្រះប្រទានឲ្យគេដូច្នេះទើបសាសនាអ៊ីស្លាមដាស់តឿនអ្នកមូស្លីមមិនឲ្យជាប់ជំពាក់ជ្រុលជ្រោះនឹងសម្ភារៈនិយមនៅក្នុងលោកីយ៍នេះឡើយដើម្បីកាត់បន្ថយភាពឈឺចាប់ពេលជួបប្រទះទុក្ខព្រួយនៅក្នុងជីវិតម្ដងអល់ឡោះមានបន្ទូលថាការរស់នៅក្នុងលោកីយ៍នេះគ្មានអ្វីក្រៅពីការត្រេកត្រអាលបោកបញ្ឆោតឡើយ3ទស្សនៈច្បាស់លាស់អំពីព្រះជាម្ចាស់ពុំដូចសាសនាផ្សេងអ៊ីស្លាមពុំត្រូវបានដាក់ឈ្មោះបន្ទាប់ពីឈ្មោះរបស់ស្ថាបនិកសាសនាឡើយអ៊ីស្លាមគឺជានាមសព្ទដែលសំដៅលើការគោរពតាមព្រះតែមួយគត់ដែលជាម្ចាស់នៃពិភពទាំងអស់ហើយទ្រង់មានលក្ខណៈសម្បត្តិដូចតទៅនេះព្រះមានតែមួយគត់និងគ្មានអ្នកប្រដូចព្រះគ្មានដៃគូគ្មានគូប្រដូចឬប្រជែងឡើយព្រះគ្មានឪពុកម្ដាយកូនប្រុសស្រីឬភរិយាស្វាមីឡើយព្រះតែមួយគត់ដែលស័ក្តិសមនឹងគោរពសក្ការៈព្រះមហាខ្លាំងពូកែព្រះមានឫទ្ធិជាស្ដានិងអំណាចលើសអ្វីៗទាំងអស់ការគោរពសក្ការៈព្រះមិនបានបង្កើនអំណាចរបស់ទ្រង់ហើយការប្រឆាំងនឹងទ្រង់ក៏មិនបានបន្ថយអំណាចរបស់ទ្រង់នោះដែរព្រះមហាខ្ពង់ខ្ពស់គ្មានអ្វីដែលខ្ពស់ជាងឬប្រៀបផ្ទឹមនឹងទ្រង់ឡើយលក្ខណៈរបស់ព្រះពុំអាចប្រៀបផ្ទឹមជាមួយភាវៈរបស់ទ្រង់ឡើយគ្មានផ្នែកណាមួយរបស់ព្រះដែលស្ថិតនៅក្នុងអ្វីមួយឬអ្នកណាមួយឡើយព្រះដ៏ល្អឥតខ្ចោះព្រះគ្មានដែនកំណត់ដូចមនុស្សលោកឡើយគឺទ្រង់មិនបានសម្រាកនៅថ្ងៃទី7ក្រោយពីទ្រង់បង្កើតចក្រវាឡនោះទេព្រះតែងតែរក្សាលក្ខណៈល្អឥតខ្ចោះដោយមិនធ្វើអ្វីដែលនាំឲ្យខូចភាពល្អឥតខ្ចោះរបស់ទ្រង់ដូចជាខ្លាចជាមនុស្សដូចបញ្ជាក់ក្នុងសាសនាផ្សេងឡើយដូច្នេះបើព្រះខ្លាចជាមនុស្សនោះទ្រង់នឹងគ្មានលក្ខណៈសម្បត្តិជាព្រះទៀតឡើយ4ការពឹងផ្អែកលើភស្តុតាងនិងជំនឿអ៊ីស្លាមគឺជាសាសនាដែលមានជំនឿពឹងផ្អែកលើភស្តុតាងច្បាស់លាស់វាជំរុញឲ្យមនុស្សប្រើប្រាស់បញ្ញាដែលព្រះប្រទានឲ្យដើម្បីត្រិះរិះពិចារណាអំពីជីវិតនិងចក្រវាឡហើយជីវិតនេះគឺជាវិញ្ញាសាសាកល្បងដូចនេះព្រះបានប្រទាននូវការបង្ហាញផ្លូវនិងភស្តុតាងគ្រប់គ្រាន់ចំពោះមនុស្សដែលបើកចិត្តស្មោះសរក្នុងការស្វែងរកការពិតអល់ឡោះមានបន្ទូលថាពិតណាស់យើងបានបញ្ចុះភស្តុតាងដ៏ច្បាស់លាស់ហើយអល់ឡោះជាម្ចាស់ចង់ឲ្យបង្ហាញដល់អ្នកណាដែលទ្រង់មានចេតនាទៅកាន់មេគេដ៏ត្រឹមត្រូវហើយតទៅនេះគឺជាមូលហេតុដែលអល់ឡោះបានបង្ហាញផ្លូវដល់មនុស្សតាមរយៈគម្ពីរកុរអានគម្ពីរកុរអានជៀសផុតពីកំហុសឆ្គងឬខ្វះកំណត់ទាំងឡាយក្រោយពីវាត្រូវបានបញ្ចុះមកក្នុងរយៈពេល23ឆ្នាំរាល់ពាក្យពេចន៍ត្រូវបានថែរក្សានៅក្នុងភាសាដើមជាភាសាអារ៉ាប់ដែលខុសពីគម្ពីរផ្សេងៗដែលត្រូវបានគេបំភ្លេចចោលបោះបង់និងកែប្រែផ្ទុកទៅដោយសារដ៏សាមញ្ញនិងអាចប្រើទៅទាំងពិភពលោកដែលមានឥទ្ធិពលចំពោះមនុស្សគ្រប់គ្នាដែលស្វែងរកការពិតដ៏ស្មោះសរចេញពីចិត្តផ្ទុកទៅដោយក្បូរក្បាច់ភាសាអារ៉ាប់ដ៏ពិសេសនិងគ្មានអ្វីប្រដូចនឹងអត្ថបទការរបស់វាហើយគម្ពីរកុរអានត្រូវបានបញ្ចុះទៅកាន់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមដែលត្រូវបានដឹងថាជាបរិះមិនជាអក្សរផ្ទុកទៅដោយវិទ្យាសាស្ត្រពិតដ៏អស្ចារ្យជាច្រើនកាលពី1400ឆ្នាំមុនដែលទើបតែរកឃើញថ្មីៗនេះតែប៉ុណ្ណោះហេតុនេះការបកស្រាយដ៏សមហេតុផលបំផុតចំពោះទិដ្ឋភាពដ៏ពិសេសរបស់គម្ពីរកុរអានគឺថាវាមិនអាចមកពីអ្នកណាក្រៅពីព្រះជាម្ចាស់បានឡើយ5ការអត់ឱនចំពោះបាបកម្មអ៊ីស្លាមជំរុញឲ្យមូស្លីមមានតុល្យភាពរវាងក្តីសង្ឃឹមនៅក្នុងក្តីមេត្តារបស់អល់ឡោះនិងខ្លាចទណ្ឌកម្មរបស់ទ្រង់ដែលទាំងពីរនេះនឹងធ្វើឲ្យជីវិតមានភាពវិជ្ជមានហើយអ៊ីស្លាមក៏បង្រៀនថាព្រះមហាមេត្តាករុណាបំផុតនឹងអត់ឱនចំពោះអ្នកណាដែលសុំការអភ័យទោសដោយស្មោះសរហើយការអភ័យទោសគឺជាទំនាក់ទំនងដោយផ្ទាល់រវាងបុគ្គលនិងព្រះជាម្ចាស់ដោយពុំត្រូវសារភាពទៅកាន់ជនទី3ឬបព្វជិតណាមួយឡើយម្យ៉ាងទៀតព្រះនឹងអភ័យទោសឲ្យមនុស្សបើទ្រង់មានចេតនា
ដោយទ្រង់ពុំបាច់លះបង់ខ្លួនឯងដើម្បីលាងបាបកម្មជនមនុស្សលោករបស់ទ្រង់ហើយក៏គ្មានមនុស្សណាម្នាក់កាត់មកជាមួយបាបកម្មនោះដែរ 6. ទំនួលខុសត្រូវនិងភាពយុត្តិធម៌អមតៈអ៊ីស្លាមបង្រៀនថាព្រះមហាយុត្តិធម៌បំផុតហើយនៅថ្ងៃជំនុំជម្រះគ្រប់គ្នានឹងទទួលខុសត្រូវចំពោះទង្វើដែលខ្លួនបានសាងព្រោះមនុស្សម្នាក់ៗសុទ្ធតែមានសេរីភាពនិងបញ្ញាក្នុងការជ្រើសរើសរវាងត្រូវហើយនិងខុសវាយុត្តិធម៌បំផុតដែលនៅថ្ងៃជំនុំជម្រះគឺជាពេលវេលាដែលមនុស្សគ្រប់គ្នានឹងទទួលបានរង្វាន់ឬក៏ទណ្ឌកម្មហើយយើងត្រូវបានកាត់ក្តីដោយព្រះដ៏មហាព្រះប្រាជ្ញាញាណដែលទ្រង់ដឹងនិងទតឃើញរាល់អ្វីដែលយើងបានប្រព្រឹត្តការបង្រៀននេះជំរុញឲ្យសង្គមមានសុខដុមដោយគ្រប់គ្នាប្រុងប្រយ័ត្នចំពោះទង្វើរបស់ខ្លួនឯងព្រោះតែដឹងថាយុត្តិធម៌នឹងត្រូវបានលាតត្រដាង 7. ការគោរពសក្ការៈនិងការរក្សាលំនឹងជីវិតអ៊ីស្លាមជាសាសនាសម្រាប់ជីវិតប្រចាំថ្ងៃជាមួយនឹងការគោរពសក្ការៈដើម្បីបំពេញដួងព្រលឹងរាងកាយនិងតម្រូវការសង្គមខាងក្រោមនេះជាឧទាហរណ៍ខ្លះៗអំពីការគោរពសក្ការៈដែលផ្ដល់អត្ថប្រយោជន៍ដល់មនុស្សការថ្វាយបង្គំ5ដងប្រចាំថ្ងៃបំពេញតម្រូវការដួងព្រលឹងដោយទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ជារៀងរាល់ថ្ងៃនឹងធ្វើឲ្យមនុស្សបន្ទាបខ្លួនដោយការក្រាបអោតបន្ទន់ខ្លួនទៅកាន់ព្រះហើយវាក៏ដកចេញនៅគម្លាតសង្គមភាពអំនួតការរើសអើងរវាងអ្នកមានជំនឿតាមរយៈការថ្វាយបង្គំរួមគ្នាដែលវាក៏ជួយបញ្ជៀសមនុស្សពីបាបកម្មព្រោះតែគេដឹងថាខ្លួនឯងកំពុងតែឈរនៅនឹងមុខព្រះភ័ក្ត្រព្រះជាម្ចាស់កាតព្វកិច្ចបរិច្ចាគហ្សាកាត់ជំរះភាពអាត្មានិយមនិងជំនួសមកវិញដោយការដឹងសុខទុក្ខអ្នកក្រខ្សត់កាត់បន្ថយភាពក្រីក្រនិងភ្ជាប់ទំនាក់ទំនងរវាងអ្នកមាននិងអ្នកក្រការបួសក្នុងខែរ៉ាម៉ាដនពង្រឹងដួងព្រលឹងនិងសុខភាពរាងកាយឲ្យមានភាពស្រស់ថ្លាដោយមានការអះអាងពីវិទ្យាសាស្ត្របង្កើនការដឹងសុខទុក្ខអ្នកខ្វះខាតនិងវឹកហាត់ផ្លូវចិត្តអ្នកមានជំនឿឲ្យរឹងមាំក្នុងការគោរពតាមបទបញ្ជារបស់ព្រះជាម្ចាស់ហមយាត្រាហាច់រួបរวมមនុស្សជាតិគ្រប់ពណ៌សម្បុរជាតិសាសន៍និងវណ្ណៈដោយអ្នកធម្មយាត្រាស្លៀកពាក់សាមញ្ញនិងស្រដៀងគ្នាពេលគោរពសក្ការៈព្រះហើយមានគោលការណ៍ជាច្រើននៅក្នុងសាសនាអ៊ីស្លាមដែលជួយទប់ស្កាត់បុគ្គលនិងសង្គមជាតិចំពោះគ្រោះមហន្តរាយនានាដែលកើតមានក្នុងពេលបច្ចុប្បន្ន 8. សារសកលសម្រាប់គ្រប់សម័យកាលព្រះបានបញ្ជូនសារសម្រាប់មនុស្សគ្រប់គ្នាគ្រប់សម័យកាលចាប់តាំងពីជំនាន់ព្យាការីអាដាមអាឡៃហ៊ីសាឡាមរហូតដល់ថ្ងៃបរលោកហើយសារនោះមានគោលដៅតែមួយគត់គឺដើម្បីឲ្យភាវៈរបស់ទ្រង់គោរពសក្ការៈទ្រង់តែមួយគត់អល់ឡោះព្រះជាម្ចាស់មានបន្ទូលថាយើងមិនបានបង្កើតជីនអមនុស្សនិងមនុស្សលោកមកឡើយលើកលែងតែដើម្បីឲ្យពួកគេគោរពសក្ការៈមកចំពោះយើងតែប៉ុណ្ណោះសារតែមួយរបស់សាសនាអ៊ីស្លាមដែលបានផ្ញើទៅកាន់មនុស្សជាតិតាមរយៈព្យាការីទាំងអស់របស់អល់ឡោះរួមមាននូហ៍អាប់រ៉ាហាំមូសាយេស៊ូឬក៏អ៊ីសានិងមូហាម៉ាត់សល្លឡោះអាឡៃសាឡាំគឺដើម្បីហៅមនុស្សរបស់ពួកគេឲ្យប្រគល់កាយចិត្តទៅចំពោះព្រះពិតប្រាកដតែមួយគត់ដែលភាសាអារ៉ាប់មានន័យថាមូស្លីមការប្រគល់កាយចិត្តចំពោះព្រះជាម្ចាស់តែមួយគត់នឹងធ្វើឲ្យយើងអាចបំពេញគោលបំណងជីវិតរបស់ខ្លួនឯងដោយការទទួលស្គាល់ភាពធំធេងរបស់ព្រះជាម្ចាស់និងគោរពសក្ការៈទ្រង់តែមួយគត់ដោយចិត្តស្មោះសរ